Hello ស្ដីអរគ្នាស្វាគមន៍មកកាន់កាត់សម្រាប់រឿងរបស់ admin នៅក្នុងរឿងការវិលត្រឡប់របស់ម្ចាស់ស្ត្រីនៅភាពបន្តទៀតនៅពេលដែលស៊ីស៊ូរបស់យើងក្រោកពីសន្លប់នាងក៏សួរទៅកាន់ព្រះអង្គម្ចាស់ថាតើព្រះអង្គម្ចាស់ទី7បានមកចូលរួមការបោកបាញ់នេះដែរឬទេហើយព្រះអង្គម្ចាស់ទ្រង់ក៏ឆ្លើយទៅវិញថាដោយសារតែព្រះអង្គម្ចាស់ទី7បានឃើញសត្វស្ទាំងមួយក្បាលហើយទ្រង់ក៏បានជិះសេះទៅបាញ់វាបាត់ទៅហើយស៊ីស៊ូរបស់យើងគ្រាន់តែងើបពីសន្លប់ភ្លាមសួររកគេហ្មងណោះកូននេះហើយស្ដេចក៏នៅទីនោះដូចគ្នាហើយទ្រង់ក៏បាននិយាយថាយើងសឹងតែមិនជឿសោះថាលោករដ្ឋមន្ត្រីយូមានកូនស្រីពូកែបែបនេះតើនាងចង់បានអ្វីចាំយើងផ្ដល់ជាអំណោយឲ្យពេលទ្រង់និយាយមិនទាន់ចប់ផងនោះព្រះអង្គម្ចាស់ទី3ណាក៏និយាយថាបិតាកុំជឿនាងឲ្យសោះយូស៊ីសូនេះនាងការពិតជាគម្រោងការរបស់នាងជាមិនខានទេនាងធ្វើគ្រប់យ៉ាងបែបនេះដោយសារតែនាងចង់រៀបការជាមួយបុត្រតែប៉ុណ្ណោះហើយព្រះអង្គម្ចាស់ក៏និយាយកាន់ជើងស៊ីសូថារឿងទាំងអស់នេះពួកយើងបានស៊ើបរួចហើយការពិតជាគម្រោងការរបស់ក្រុមចចកព្រៃតែប៉ុណ្ណោះហើយណាមួយធ្នូនោះធ្ងន់ណាស់អ្នកនាងស៊ីស៊ូមិនអាចលើកបានទេដូច្នេះហើយប្អូនទី3ឯងកុំនិយាយបែបនេះឲ្យសោះហើយស៊ីស៊ូរបស់យើងក៏មិនអង្គុយឲ្យគេឌីលដែរហើយស៊ីស៊ូក៏និយាយតបទៅវិញថាព្រះអង្គម្ចាស់ទី3តើត្រង់ហ្នឹងផ្លេចលេបថ្នាំមែនបើសិនជាត្រង់ផ្លេចលេបថ្នាំត្រង់ប្រញាប់ទៅលេបថ្នាំឲ្យហើយទៅកុំឲ្យជំងឺហ្នឹងវារើឡើងហើយអ្វីបានជាត្រង់ហ្នឹងជឿជាក់លើខ្លួនឯងម៉េះថាគេហ្នឹងចង់រៀបការជាមួយហើយព្រះអង្គម្ចាស់ពេលដែលលើស៊ីស៊ូរបស់យើងដៀលកប់មកបែបហ្នឹងគាត់ក៏សើចហើយព្រះអង្គម្ចាស់ទី3ក៏ចង្អុលទៅកាន់ស៊ីស៊ូហើយក៏និយាយថាស៊ីស៊ូនាងកុំមកធ្វើរឹកបែបហ្នឹងយើងនឹងមិនរៀបការជាមួយនាងដាច់ខាតនៅពេលដែលលើសម្ដីព្រះអង្គម្ចាស់ទី3ហើយធ្វើឲ្យស៊ីស៊ូយើងច្រាញ់មែនតើហើយក៏ខ្ជិល reply ហើយក៏និយាយជាមួយនឹងព្រះអង្គវិញថាព្រះអង្គខ្ញុំម្ចាស់គឺគ្មានចង់បានអ្វីទេព្រោះរឿងទាំងអស់នេះគ្រាន់តែជាការចៃដន្យតែប៉ុណ្ណោះតែបើសិនជាព្រះអង្គនិយាយថាព្រះអង្គនឹងបំពេញបំណងរបស់ខ្ញុំម្ចាស់ចង់ឲ្យព្រះអង្គស៊ើបអង្កេតរឿងក្តីនៃក្រុមចចកព្រៃដោយសារតែក្រុមចចកព្រៃនោះបានសម្លាប់ប្រជាជនស្លូតត្រង់ហើយពួកគេគឺមានអំណាចខ្លាំងមែនទែនបើសិនពួកយើងមិនមកក្រាបពួកគេទេពួកគេនឹងខ្លាំងដៃជាងមុនជាងមិនខានព្រះអង្គម្ចាស់ក៏ទះដៃហើយក៏និយាយថាស៊ីស៊ូរបស់យើងគឺជាមនុស្សដែលមិនអាចមើលងាយបានមែនហើយគាត់ក៏ចូលខ្លួនដើម្បីទៅដោះស្រាយរឿងក្រុមចចកព្រៃនោះដូចគ្នាដោយសារតែពួកគេមានបំណងចង់សម្លាប់ទ្រង់បាទអញ្ចឹងពួកឯងចាត់ទាហានចំនួន3000នាក់ដើម្បីទៅស៊ើបរឿងនេះជាមួយនឹងអ្នកនាងស៊ីស៊ូទៅចុះហើយស្ដេចក៏និយាយទៅកាន់ព្រះអង្គម្ចាស់ទី3ថាឯងនេះពិតជាល្ងងណាស់នាងគឺជាមនុស្សល្អហើយអ្វីបានជាឯងហ្នឹងមើលរំលងហើយព្រះអង្គម្ចាស់ក៏និយាយថាបិតាខ្ញុំបានត្រូវអ្នកនាងស៊ីស៊ូជួយសង្គ្រោះជីវិតហើយខ្ញុំពិតជាចាប់អារម្មណ៍នឹងនាងខ្លាំងណាស់ហើយខ្ញុំក៏បានដឹងដែរថានាងបានភ្ជាប់ពាក្យជាមួយនឹងព្រះអង្គម្ចាស់ទី7ហើយតើបុត្រអាចស្នើសុំការរៀបការជាមួយនឹងនាងបានអត់ពេលលើបែបហ្នឹងធ្វើឲ្យស៊ីស៊ូរបស់យើងបាក់ភ្លេចប៉ុនពងមាន់ហើយចំម៉ែគាត់ជួយសង្គ្រោះជីវិតបានម្ដងសោះចង់រៀបការណាទៀតណាពេលនោះស្ដេចក៏បានគិតមួយសន្ទុះថាព្រះអង្គម្ចាស់ទី7ហាក់បីដូចជាមិនសូវចូលចិត្តមនុស្សស្រីទេហើយទ្រង់ក៏គិតចង់ឲ្យស៊ីស៊ូរបស់យើងហ្នឹងរៀបការជាមួយនឹងព្រះអង្គម្ចាស់ដែរប៉ុន្តែមិនទាន់នឹងបានហៅមាត់ផងនោះព្រះអង្គម្ចាស់ទី7ក៏ជិះសេះមកដល់តែម្ដងប្រចេះមកតន់កុំអីអត់លឹកបាត់ពេលព្រះអង្គម្ចាស់ទី7ចូលមកដល់ព្រះអង្គម្ចាស់ទី7ក៏និយាយទៅកាន់ស៊ីស៊ូថានាងបានជួយសង្គ្រោះជីវិតរបស់ព្រះអង្គម្ចាស់ដូច្នេះហើយក្នុងនាមជាប្តីខ្ញុំពិតមានមោទនភាពណាស់ពេលដែលលើបែបហ្នឹងស៊ីស៊ូរបស់យើងក៏គិតនឹងចិត្តថាហើយការពីកាលហៅគេប្រពន្ធហ្នឹងប្រូហើយស្រាប់តែមាននារីម្នាក់ហ្នឹងស្រែកមកពីចម្ងាយក៏និយាយថាខ្ញុំសូមជំទាស់តើនារីម្នាក់ហ្នឹងសមនឹងព្រះអង្គម្ចាស់សៀវមិញបានដោយរបៀបណាដែលគេស្គាល់ថានាងឈ្មោះថាព្រះនាងម្ចាស់មូយ៉ាងហើយមូយ៉ាងក៏បានទៅថ្វាយបង្គំស្ដេចហើយស្ដេចក៏បាននិយាយទៅកាន់មូយ៉ាងថាបើសិនជាមូយ៉ាងត្រឡប់មកហើយអ្វីបានជាមិនប្រាប់គាត់នឹងរៀបចំពិធីជប់លៀងដើម្បីស្វាគមន៍នាងព្រះនាងមូយ៉ាងក៏និយាយថាខ្ញុំណាចង់រៀបការជាមួយនឹងបងប្រុសសៀវមិញតាំងពីយើងនៅក្មេងម្ល៉េះដោយសារតែមានកិច្ចការដែលត្រូវរវល់នៅម៉ុងហ្កូលីខ្ញុំមិនបាននៅទីនេះហើយខ្ញុំសង្កត់មិនជឿថាមាននារីម្នាក់ទៀតបានមកប្លន់បងប្រុសសៀវមិញពីខ្ញុំបែបនេះហើយស៊ីស៊ូក៏គិតក្នុងចិត្តថាហើយខ្ញុំនឹងខ្លាចជាចោលពីអង្កលហើយមូយ៉ាងក៏បាននិយាយសន្និសីទគ្នាជាមួយនឹងសៀវមិញហើយមូយ៉ាងក៏ចង្អុលទៅកាន់ស៊ីស៊ូថានារីម្នាក់នេះមិនសមជាមួយនឹងបងទេព្រោះនាងមិនដឹងពីសមរភូមិយោធាឡើយពេលដែលលើបែបហ្នឹងស៊ីស៊ូក៏គិតក្នុងចិត្តថាយើងដឹងពីរឿងសមរភូមិច្រើនជាងនាងទៀតអត់ទាន់ដឹងយើងគឺជា top killer ស៊ីពេលឃើញបែបហ្នឹងព្រះអង្គម្ចាស់ក៏ទូលទៅកាន់ស្ដេចថាបិតាមើលទៅមួយយ៉ាងពិតជាស្រឡាញ់ព្រះអង្គម្ចាស់ទី7ណាស់ហើយអ្វីបានជាពួកយើងមិនផ្សំគុំគេពីរនាក់ហើយឲ្យស៊ីស៊ូរៀបការជាមួយនឹងខ្ញុំទៅដូច្នេះហើយពួកយើងនឹងទទួលបានសុភមង្គលទាំងអស់គ្នាហើយយូស៊ីមីងរបស់យើងក៏និយាយថាខ្ញុំមិនយល់ព្រម
បងមិនអាចយកនាងចេញពីខ្ញុំបានទេហើយពីរអ្នកគេសម្លឹងមើលគ្នាស៊ីសាច់ខុសឈាមចំណែកឯស៊ីស៊ូរបស់យើងវិញគិតនឹងចិត្តថាឥឡូវនេះខ្ញុំកំពុងតែមើលប្រុសសង្ហាពីរអ្នកវាយគ្នាទៅដើមខ្ញុំប្រអាចពីរអ្នកគេថើបគ្នាច្បាស់ជាល្អប៉ុណ្ណាទេស៊ីស៊ូរបស់យើង fan BL ហ្មងនេះឃើញអាការបែបហ្នឹងព្រះអង្គម្ចាស់ទី3ហ្នឹងក៏និយាយថាឲ្យចូលបីដែរបើសិនជាឲ្យនាងមករៀបការជាមួយនឹងកូនវិញចាល្អអត់នៅពេលដែលឃើញពួកគេទាំង3នាក់នាំគ្នាចង់វាយគ្នាទៅដើមស៊ីស៊ូបែបហ្នឹងព្រះនាងមួយយ៉ាងណាក៏ហៅស៊ីស៊ូរបស់យើងដើម្បីប្រកួតគ្នាស៊ីស៊ូរបស់យើងក៏មានចាញ់ច្រាបជាមួយដែរពេលដែលលើបែបហ្នឹងព្រះអង្គក៏និយាយថារឿងនេះគឺជាកំណត់ល្អមែនហើយក៏សួរស៊ីស៊ូរបស់យើងថាតើស៊ីស៊ូហ៊ានចូលភ្នាល់ជាមួយនឹងព្រះនាងមួយយ៉ាងអត់បើសិនជាស៊ីស៊ូរបស់យើងហ៊ានចូលទៅប្រកួតនោះបើសិនជាឈ្នះព្រះអង្គនឹងឲ្យស៊ីស៊ូរបស់យើងជាអ្នករើសថាស៊ីស៊ូចង់រៀបការជាមួយនឹងព្រះអង្គម្ចាស់មួយរូបណែហើយមួយទៀតទ្រង់នឹងឲ្យបន្តោងគុជមួយទៀតផងដែរនៅពេលដែលឃើញបែបហ្នឹងស៊ីស៊ូបោកភ្នែកលងបពិនណានៃដែលគិតក្នុងចិត្តថាបន្តោងគុជដែលមានតម្លៃហើយនឹងទៅហ៊ាន 1000 នាក់ទៀតការខ្ញុំធ្វើជាអ្នកស៊ើបការសម្ងាត់ខ្ញុំវិជាមនុស្សបានតែ100នាក់ទេតែឥឡូវនេះខ្ញុំអាចវិជាមនុស្សបានឡើង 1000 នាក់ពិតជាអស្ចារ្យមែនហើយរឿងមួយទៀតបើសិនជាខ្ញុំចង់រៀបការជាមួយនឹងសៀវមីងរឿងនេះគឺខ្ញុំត្រូវតែឈ្នះឲ្យតតែបានហើយក្នុងការប្រកួតនេះព្រះនាងមួយយ៉ាងក៏និយាយថាពួកយើងនឹងប្រកួតគ្នាអំពីការរៀបចំក្បួនទ័ពពេលលើបែបហ្នឹងអ្នកជុំវិញហ្នឹងក៏នាំគ្នាគិតថាស៊ីស៊ូរបស់យើងច្បាស់ជាចាញ់ហើយដោយសារតាព្រះនាងមួយយ៉ាងហ្នឹងបានទៅរៀនក្បួនទ័ពជាច្រើនឆ្នាំមកហើយដូច្នេះហើយគិតថាព្រះនាងមួយយ៉ាងហ្នឹងច្បាស់រឿងក្បួនទ័ពហ្នឹងជាងស៊ីស៊ូហើយស៊ីស៊ូរបស់យើងក៏បានសម្លឹងទៅកាន់ព្រះអង្គម្ចាស់ទី7គឺមានតែត្រង់តែប៉ុណ្ណោះដែលគិតថានាងនឹងអាចយកឈ្នះក្នុងរឿងនេះបានហើយស្ដេចក៏បញ្ជាក់ថាក្នុងម្នាក់គឺអាចគ្រប់គ្រងទាហានចំនួន20នាក់ហើយទាហានរបស់ស៊ីស៊ូរបស់យើងគឺពណ៌ក្រហមចំណែកឯពណ៌ខ្មៅគឺទាហានរបស់ព្រះនាងមួយយ៉ាងហើយព្រះអង្គក៏ឲ្យពួកគេហ្នឹងទៅជ្រើសរើសអាវុធរៀងខ្លួនផងដែរហើយទាហានរបស់ព្រះនាងមួយយ៉ាងបានជ្រើសរើសយកអាវុធមុតស្រួចចំណែកឯស៊ីស៊ូរបស់យើងវិញក៏ស្នើសុំព្រះអង្គសុំអាវុធដែលតកតងជាមួយនឹងការដាក់អន្ទាក់ហើយត្រង់ក៏ឆ្ងល់ដែរថាស៊ីស៊ូរបស់យើងនឹងមានជំនាញក្នុងការដាក់អន្ទាក់មែនដោយសារតែការដាក់អន្ទាក់នេះគឺប្រើប្រាជ្ញាខ្លាំងមែនទែនហើយហានិភ័យក៏ច្រើនដូចគ្នាដែលធ្វើឲ្យទាហានរបស់ស៊ីស៊ូមិនទាន់នឹងបានចូលច្បាំងហងក៏ភ័យខ្លួនមុននឹងខ្លាចចាញ់មកទៅហើយព្រះអង្គក៏និយាយពីគោលការណ៍នៃការប្រកួតនេះដោយពួកគេម្នាក់គឺធ្វើយ៉ាងម៉េចដើម្បីដណ្ដើមកន្លែងរបស់ម្ខាងទៀតឲ្យបានទៅគឺឈ្នះហើយព្រះនាងមួយយ៉ាងគឺមានការសម្រេចចិត្តជាខ្លាំងហើយក៏ចង់គិតថានឹងផ្ដួលស៊ីស៊ូរបស់យើងឲ្យបានចំណែកឯស៊ីស៊ូរបស់យើងវិញក៏បានយកក្រដាសមួយហើយក៏គូប្លង់ឲ្យទាហានរបស់ពួកនាងហ្នឹងនាំគ្នាទៅដាក់អន្ទាក់នៅកន្លែងដែលនាងបានគូហើយទាហានរបស់នាងក៏បានសួរទៀតថាពេលដែលដាក់អន្ទាក់រួចហើយតើពួកយើងគួរធ្វើអ្វីទៀតហើយស៊ីស៊ូរបស់យើងក៏និយាយថាហើយខ្ញុំមានអារម្មណ៍ថាដូចជាអស់កម្លាំងណាស់ពួកយើងនាំគ្នាដុតមាន់ញ៉ាំទៅល្អអត់ណាស់ឯងយកមាន់ទៅធ្វើឲ្យដុតមកហើយស៊ីស៊ូរបស់យើងគឺអត់មានចេញសកម្មភាពអ្វីទេគឺគាត់អង្គុយនៅតែកន្លែងរបស់គាត់ហើយអង្គុយញ៉ាំមាន់ចំណែកឯព្រះនាងម្ចាស់មួយយ៉ាងវិញគឺគាត់កំពុងតែដឹកនាំតបដើម្បីមកវាយដណ្ដើមកន្លែងរបស់ស៊ីស៊ូពេលដែលដើរទៅដល់ពួកគេក៏ឃើញផ្លូវបែកជា3ហើយនៅផ្លូវខាងមុខហ្នឹងគឺមានស្លឹកឈើដែលនៅដាក់ខាងមុខហ្នឹងហើយព្រះនាងមួយយ៉ាងក៏គិតថាស៊ីស៊ូរបស់យើងហ្នឹងឯខ្ជូពិតជាទៀបណាស់ដោយដាក់អន្ទាក់នៅកណ្ដាលវាហើយព្រះនាងក៏បានដើរទៅឆ្វេងដៃដោយសារតែគាត់គិតថាជំរើសដែលល្អនោះគឺខាងឆ្វេងបើយើងដើរទៅកណ្ដាលវាមិនសមដោយសារតែអន្ទាក់ដាក់នៅកណ្ដាលមុខអីហ្នឹងហើយការគិតក៏វាខុសឆ្លាស់ដូចគ្នាពេលនោះទាហានរបស់ព្រះនាងមួយយ៉ាងក៏ត្រូវអន្ទាក់របស់ស៊ីស៊ូហើយពេលតែឃើញបែបហ្នឹងក៏គិតថាប្រហែលជាគាត់ហ្នឹងចាញ់ល្បិចរបស់ស៊ីស៊ូហើយគាត់ក៏ដើរទៅខាងស្ដាំដៃវិញហើយដល់ពេលដើរដល់ខាងស្ដាំដៃហ្នឹងពួកគេក៏ធ្លាក់ចូលអន្ទាក់ម្ដងទៀតហើយពេលឃើញបែបហ្នឹងព្រះនាងមួយយ៉ាងពិតជាខឹងមែនតើហើយក៏បញ្ជាឲ្យទាហានរបស់គាត់ម្នាក់ដើម្បីទៅកកាយស្លឹកឈើដែលនៅចំកណ្ដាលហ្នឹងចេញពេលដែលកាយចេញគឺគ្មានអ្វីគ្រប់យ៉ាងបែបហ្នឹងព្រះនាងមួយយ៉ាងក៏គិតថាខ្លួនឯងគឺបានឈ្នះហើយគាត់ក៏នាំគ្នាដើរសម្ដៅទៅផ្លូវខាងមុខតែមានឯណាការគិតហ្នឹងក៏វាខុសឆ្លាស់ម្ដងទៀតនៅពេលដែលទាហានរបស់ព្រះនាងមួយយ៉ាងហ្នឹងត្រូវជាប់អន្ទាក់របស់ស៊ីស៊ូយើងម្ដងមួយរហូតដល់ពួកគេហ្នឹងมันអាចចេញទៅច្បាំងហើយនឹងចាត់ការស៊ីស៊ូបានហើយពេលនេះតបរបស់ព្រះនាងមួយយ៉ាងសល់តែ2-3នាក់ទេហើយព្រះនាងមួយយ៉ាងក៏និយាយថាពួកអាចង្រៃពួកឯងនេះដើរមកតាមយើងមកហើយដើរកាន់តែជ្រៅពួកគេក៏នាំគ្នាធ្លាក់អន្ទាក់របស់ស៊ីស៊ូហ្នឹងម្នាក់ម្ដងរហូតតតែអស់ពីស្តុកពេលនេះព្រះនាងមួយយ៉ាងកំពុងតែក្រញាញ់ខូហើយចំណែកឯត្រឡប់ទៅមើលកាន់ស៊ីស៊ូរបស់យើងវិញកំពុងតែហែកខំមន់ហ្នឹងឡើងឆ្ងាញ់តែម្ដងគឺមិនខ្វល់ពីអ្វីគ្រប់យ៉ាងចំណែកឯទាហាន
នរបស់ពួកគេវិញណាក៏នំគ្នាគិតថាតើពួកយើងនឹងអាចឈ្នះយ៉ាងម៉េចទៅបើពួកយើងនឹងអង្គុយញ៉ាំមាន់នៅឡើយហ្នឹងហើយព្រះនាងមួយយ៉ាងក៏បានមកដល់ហើយពេលនេះគឺគាត់គ្មានទាហានសូម្បីតែម្នាក់ហើយគាត់ក៏និយាយទៅកាន់ស៊ីស៊ូថាហើយអ្វីបានជាស៊ីស៊ូហ្នឹងហ៊ានដាក់អន្ទាក់ទាហានរបស់គាត់ហើយស៊ីស៊ូរបស់យើងក៏និយាយថាព្រះនាងមួយយ៉ាងនិយាយនៅកន្លែងហ្នឹងហើយកុំដើរមកទៀតហើយព្រះនាងមួយយ៉ាងក៏និយាយថាតើឯងនឹងគឺជាស្អីបានជាហ៊ានបជាយើងហើយព្រះនាងមួយយ៉ាងក៏ដើរទៅមុខតែមានណាជាប់តាក់របស់ស៊ីស៊ូដាច់ជើងដែរទាហានក៏នាំគ្នានិយាយថាអាគេប្រាប់ថាមកឲ្យដើរមកមុខហ្នឹងឯងនៅខំដើរមកទៀតយ៉ាប់មែនហើយស៊ីស៊ូរបស់យើងក៏ខ្លាចជាជើងឯងអ្នកឈ្នះនៅថ្ងៃនេះផងដែរហើយបន្ទាប់មកពួកគេក៏នាំគ្នាត្រឡប់ទៅរាជវាំងវិញចំណែកឯនៅក្នុងរាជវាំងម្នាក់គឺគិតថាហើយអ្វីបានជាពួកគេហ្នឹងទៅយូរម្លេះឬក៏មានបញ្ហាអ្វីមួយនៅក្នុងព្រៃហើយម្នាក់បារម្ភមែនតើហើយក៏មានម្នាក់ទៀតក៏និយាយថាប្រហែលជាស៊ីស៊ូរបស់យើងនឹងអាចចាញ់ក្នុងការប្រកួតនេះហើយតែមានណាពេលដែលត្រឡប់មកវិញណាគឺឃើញទាហានរបស់ស៊ីស៊ូយើងនឹងអ៊ីវទាហានរបស់ព្រះនាងមួយយ៉ាងហើយព្រះអង្គម្ចាស់ទី7ក៏និយាយទៅសារទៅកាន់ស៊ីស៊ូរបស់យើងដែលធ្វើឲ្យស៊ីស៊ូរបស់យើងនឹងអៀនខ្ញងហ្មងណាហើយការប្រកួតនៅថ្ងៃនេះមិននិយាយច្រើនតែគឺស៊ីស៊ូរបស់យើងគឺជាអ្នកឈ្នះហើយបន្ទាប់មកព្រះអង្គក៏សួរស៊ីស៊ូរបស់យើងថាតើស៊ីស៊ូរបស់យើងឈ្នះដោយរបៀបណាហើយស៊ីស៊ូក៏និយាយថាដោយសារតែគាត់ហ្នឹងបានសរសេរផែនទីដាក់អន្ទាក់ហើយនេះគឺជាអ្វីដែលគាត់បានឈ្នះនាងមួយយ៉ាងគឺមិនសប្បាយចិត្តក្នុងការទទួលយកលទ្ធផលនេះទេហើយនាងក៏បានស្ដីទៅកាន់ស៊ីស៊ូហើយស៊ីស៊ូក៏និយាយទៅកាន់នាងវិញថាដោយសារតែអ្វីគ្រប់យ៉ាងគឺមកពីនាងមើលស្រាលសត្រូវខ្លាំងពេកហើយព្រះនាងមួយយ៉ាងក៏គ្មានពាក្យអ្វីនិយាយតទៀតហើយក៏សុំលាព្រះអង្គដើម្បីត្រឡប់ទៅម៉ុងហ្គោលីវិញនាងក៏សម្លឹងទៅកាន់ស៊ីវមីងរបស់យើងតែស៊ីវមីងរបស់យើងហាក់បីដូចជាមិនសូវខ្វល់ពីការចាក់ចេញរបស់នាងសោះហើយនាងក៏បានសម្លក់ទៅកាន់ស៊ីស៊ូហើយក៏ដើរចេញទៅវិញតាំងតែម្ដងស៊ីស៊ូក៏បាននិយាយទៅកាន់ព្រះអង្គហើយក៏ពិតជាសប្បាយចិត្តមែនតើពេលនេះព្រះអង្គនឹងប្រទានរង្វាន់ហើយអ្វីដែលព្រះអង្គនិយាយមុនគេនោះគឺតាស៊ីស៊ូរបស់យើងចង់រៀបការជាមួយនឹងព្រះបុត្រាមួយរូបណាហើយរឿងរបស់យើងក៏មកដល់ទីបញ្ចប់ហើយអ្នកនរគ្នាដូច្នេះហើយកុំភ្លេចចុច like subscribe ហើយដាក់សញ្ញាកណ្ដឹងផងដើម្បីទទួលបានវីដេអូថ្មី